លោកស្រីលឹមចរិយាតំណាងដល់ពងពោះលោកសុងសរិទ្ធប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យដឹកនាំសមាជិកសមាជិកាចុះយុទ្ធនាការទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នានៅថ្ងៃសុក្រ100ខែចែកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ដែលត្រូវនឹងថ្ងៃទី3ខែមេសាឆ្នាំ2026ថ្នាក់ដឹកនាំសមាជិកសមាជិកានៃសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានចុះយុទ្ធនាការទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នាដែលដឹកនាំដោយលោកស្រីលឹមចរិយាតំណាងដល់ពងពោះលោកសុងសរិទ្ធប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញដើម្បីសុខភាពទីក្រុងរបស់យើងមានភាពស៊ីវិល័យមានអនាម័យសណ្ដាប់ធ្នាប់ល្អមានសុខសុវត្ថិភាពរស់នៅប្រកបដោយភាពស្អាតស្របពេលដែលរាជធានីភ្នំពេញកំពុងតែមានកំណើនប្រជាពលរដ្ឋយ៉ាងច្រើនកកបានមកប្រកបមុខរបរនិងរស់នៅរាជធានីភ្នំពេញមានអគារធំៗទាំងអស់អគាររដ្ឋអគារឯកជនខុនដូកំពុងតែរីកចម្រើនពីពេញរាជធានីភ្នំពេញជាពិសេសរាជធានីភ្នំពេញបានប្រែមុខមាត់ថ្មីគឺជាគោលដៅទេសចរសម្រាប់នៅលើពិភពលោកដែលប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី20តាក់ទាញដណ្ដើមបានពីប្រទេសសៀមបើទោះបីប្រទេសកម្ពុជាទទួលរងការឈ្លានពានពីប្រទេសសៀមនិងមានវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងតែមានបញ្ហារាជរដ្ឋាភិបាលកម្ពុជាមិនទម្លាក់ដៃម្ខាងទប់ទល់នឹងបរទេសឈ្លានពានដៃម្ខាងទប់ទល់នឹងក្រុមជ្រុលនិយមបម្រើបរទេសឈ្លានពានដីខ្មែរនិងដៃម្ខាងព្យាយាមអភិវឌ្ឍបង្កើនផលិតផលជាតិសេដ្ឋកិច្ចកសិកម្មឧស្សាហកម្មដើម្បីបំពេញតម្រូវការក្នុងប្រទេសនិងនាំចេញដូចនេះក្នុងនាមយើងជាប្រជាពលរដ្ឋទាំងអស់គ្នាដែលស្រឡាញ់កិត្តិយសជាតិកិត្តិយសខ្លួនឯងនិងចង់ឲ្យជាតិមានសេដ្ឋកិច្ចរឹងមាំថ្លៃថ្នូរវាគឺជាភារកិច្ចរបស់យើងទាំងអស់គ្នាត្រូវតែចូលរួមរក្សាអនាម័យបរិស្ថានដើម្បីប្រទេសយើងនិងអនាគតកូនចៅយើងសូមបងប្អូនចូលរួមបង់ថ្លៃប្រមូលសម្រាមឲ្យបានទៀងទាត់ជារៀងរាល់ខែទុកដាក់សម្រាមឲ្យមានរបៀបរៀបរយយកសម្រាមចេញមកក្រៅតាមពេលវេលាកំណត់របស់ក្រុមហ៊ុនប្រមូលសម្រាមបោសសម្អាតមាត់លូមាត់ប្រឡាយជាប្រចាំញែកសម្រាមឲ្យដាច់ពីគ្នាទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា